បាទសួស្តីកូនណាក់ទី8ក៏ដូចជាកូនណាក់ទី9បាទចំហាត់ប្រតិបត្តិនេះមិនមានចម្លើយទេអញ្ចឹងយើងរៀនធ្វើទាំងអស់គ្នាដោយប្រធានគេបានប្រាប់ថាគណនាមាត្រកោណយកផៃស្មើ3.14ដោយរូបខាងក្រោមនេះបាទអញ្ចឹងសម្រាប់កបាទគ្រូធ្វើមុនហើយខនៅវីដេអូបន្តណាហើយដូចមុនដូចវីដេអូមុនពីវីដេអូហើយគឺគណនាកាឡាផ្ទៃទាំងអស់របស់កោណឥឡូវនេះលោកគ្រូមកដល់ការគណនាមាត្រម្ដងអញ្ចឹងចំណុចកបាទគ្រូសរសេរបាទយកយ៉ាងឡើងវិញប៉ុន្តែសរសេរតែសំណួរគេទេណាគណនាមាត្រកោណបាទមាត្រកោណបាទយើងដល់ម៉ោងមុនដល់ World Cup បាទវាដាច់ប្រត់អញ្ចឹងធ្វើលំហាត់លេង1 2សិនណាអូខេឥឡូវនេះយើងតាមរូបមន្តមកបាទតាមរូបមន្តអ្នកទាំងអស់គ្នាចាំអីរូបមន្តមាត្រកោណរូបមន្តមាត្រទូទៅវាអាស្រ័យទៅលើបាទ1ឬបាទ2ឬក៏កំណាត់អីសរុបអញ្ចឹងទៅប៉ុន្តែក្នុងករណីកោណនេះយើងទូទៅរបស់យើងគឺ1/3 កាឡាផ្ទៃបាតគុណនឹងកម្ពស់បាទដោយសារបាតយើងរាងជារង្វង់បាទឬក៏ថាសរាងជារង្វង់មានរូបមន្តផៃ r ការ៉េហើយគុណនឹងកម្ពស់មកតមកទៀត1/3 ផៃយើងគឺ3.14បាទគេឲ្យគុណនឹង r នេះ r 3ណាអញ្ចឹងដល់ពេលការ៉េអញ្ចឹងដាក់3ការ៉េណា r ការ៉េអញ្ចឹង3ការ៉េគុណនឹងកម្ពស់យើង6អញ្ចឹងការ៉េនេះនឹង3នេះស្រួលចោលទៅនៅសល់3.14ហើយយក3មកគុណនឹង6នេះមកបាន18អញ្ចឹងយើងគណនាលេខនេះទៅយើងនឹងឃើញ56.52ដោយសារតែប្រវែងកម្មនឹងកម្ពស់អត់ប្រាប់មកទេយើងដាក់ពាក្យថាឯកតានេះគ្មានជើងតទេណាគឺគេរកស្អីដាក់អានឹងទៅឯកតាមាត្រអញ្ចឹងយើងបានមកដល់ចម្លើយបាត់ទៅហើយអញ្ចឹងយើងដាក់ដូចនេះបាទលំនាំនៃការប្រឡងអញ្ចឹង v ស្មើនឹង v នឹងមាត្រស្មើនឹង 56.52 ឯកតាបាទឯកតាអីឯកតាមាត្រអញ្ចឹងពេលប្រឡងសូមគូសហុំពត់ឲ្យបានត្រឹមត្រូវដោយប្រើបន្ទាត់ណា